បាទទៀតដៃអបអសាទរលោកប្រធានស្ដីទីបាទជ័យយោគណៈបកសង្គ្រោះជាតិជ្រាបវិទ្យាបងប្អូនជ្រាបវិទ្យាជ័យយោកម្លាំងប្រជាពលរដ្ឋខ្មែរបាទសូមក្រុមជួយទៀតដៃអបអសាទរបាទសូមក្រុមជួយលោកប្រធានស្ដីទីដើម្បីឡើងថ្លែងអំណរអរគុណបាទប្រជាពលរដ្ឋខ្មែរជាយោប្រជាណាចក្រកម្ពុជាជាយោលទ្ធិប្រជាធិបតេយ្យខ្ញុំបកណាខ្ញុំបាទកម្មសុខាប្រធានស្ដីទីនៃគណៈបកសង្គ្រោះជាតិសូមលំអរកាយក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមគោរពបងប្អូនជនរួមជាតិខ្មែរជាទីស្រឡាញ់ជាបឋមនេះខ្ញុំប្រកាសណាខ្ញុំបាទសូមសម្ដែងនៅអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសជាពិសេសចំពោះសហការីសកម្មជននិងអ្នកគាំទ្រគណៈបកសង្គ្រោះជាតិទាំងអស់ដែលបានគាំទ្រនៅជំហរនយោបាយនិងការដឹកនាំរបស់ខ្ញុំព្រមទាំងបានចូលរួមយ៉ាងសកម្មដោយមានការលះបង់និងអង្អាចក្លាហានខ្ពស់បំផុតជំនះរាល់ឧបសគ្គជាច្រើនកន្លងមកហើយខ្ញុំយល់ថាបើគ្មានការចូលរួមគាំទ្រពីបងប្អូននោះទេខ្ញុំមិនអាចបំពេញបេសកកម្មជាប្រវត្តិសាស្ត្របានទទួលជោគជ័យមួយជំហានធំកន្លងមកហើយនេះទេកលៀតឱកាសនេះខ្ញុំក៏សូមថ្លែងអំណរគុណផងដែរចំពោះសហគមន៍អន្តរជាតិនិងមិត្តភ័ក្តិបរទេសទាំងឡាយដែលតែងតែផ្ដល់នៅយុទ្ធធម៌ឲ្យខ្ញុំនិងគាំទ្រនៅការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋខ្មែរក្នុងការតស៊ូដើម្បីសិទ្ធិសេរីភាពនិងលទ្ធិប្រជាធិបតេយ្យកន្លងមកនៅកម្ពុជារហូតបច្ចុប្បន្ននេះថ្ងៃនេះខ្ញុំបកណាខ្ញុំបាទសូមបញ្ជាក់ជូនសាធារណជនជាតិនិងអន្តរជាតិជាថ្មីម្ដងទៀតអំពីចក្ខុវិស័យគោលជំហរនិងគោលបំណងរបស់ខ្ញុំបកណាខ្ញុំផ្ទាល់ក្នុងការតស៊ូអស់រយៈពេលជាង20ឆ្នាំកន្លងមកនេះយើងខ្ញុំទាំងអស់គ្នាដឹងច្បាស់ហើយថាប្រទេសកម្ពុជានិងប្រជាពលរដ្ឋខ្មែរធ្លាប់មានការរីកចម្រើនល្បីល្បាញក្នុងពិភពលោកជាពិសេសក្នុងសម័យអង្គរក៏ប៉ុន្តែជាអកុសលប្រទេសកម្ពុជានិងប្រជាពលរដ្ឋខ្មែរបានទទួលរងនៅមហាសោកនាដកម្មឥតឈប់ឈរស្ទើរតែរលាយរលត់ទឹកដីនិងពូជសាសន៍បាត់ទៅហើយអ្វីដែលគួរឲ្យសោកស្ដាយបំផុតរហូតមកដល់ពេលនេះហើយខ្មែរយើងនៅតែកាប់សម្លាប់គ្នាគុំគួនសងសឹកគ្នាលៀបពណ៌គ្នាជាពិសេសបែកបាក់គ្នាឥតឈប់ឈរឡើយដោយមើលឃើញហេតុការណ៍ដ៏អាក្រក់រកទីបញ្ចប់មិនឃើញនេះហើយទើបក្រោយកិច្ចព្រមព្រៀងក្រុងប៉ារី23ដុល្លារ1991ដែលភាគីនយោបាយខ្មែរបានព្រមព្រៀងគ្នាបញ្ចប់នៅសោកនាដកម្មនិងមានសហគមន៍អន្តរជាតិចូលរួមដឹងឮផងនោះខ្ញុំបកណាខ្ញុំបាទកម្មសុខាបានកំណត់យកនៅចក្ខុវិស័យមួយគឺចង់ឃើញប្រទេសកម្ពុជាមានឯករាជ្យនិងឯកភាពជាតិព្រមទាំងចង់ឃើញប្រជាពលរដ្ឋខ្មែរទទួលបាននៅសិទ្ធិស្មើគ្នាខាងនយោបាយសិទ្ធិស្មើគ្នាខាងសេដ្ឋកិច្ចនិងសិទ្ធិស្មើគ្នាខាងសង្គមគិច្ច
ដើម្បីសម្រេចបាននៅចក្ខុវិស័យនេះនិងដើម្បីជៀសវាងនៅសោកនាដកម្មខាងលើកុំឲ្យវិលត្រឡប់មកវិញខ្ញុំបកណាខ្ញុំបាទយល់ឃើញថាប្រទេសកម្ពុជានិងប្រជាប្រដ្ឋខ្មែរយើងត្រូវផ្ដោតជាអត្ថិភាពលើការលើកស្ទួយនិងការគោរពសិទ្ធិសេរីភាពនិងសេចក្តីថ្លៃថ្នូររបស់មនុស្សយោងចក្ខុវិស័យខាងលើនេះហើយទើបខ្ញុំបកណាខ្ញុំបាទកម្មសុខាធ្វើការតស៊ូអស់រយៈពេល20ឆ្នាំកន្លងទៅនេះគឺក្នុងបុព្វហេតុសំខាន់គឺលើវិស័យសិទ្ធិមនុស្សព្រោះខ្ញុំយល់ថាបើខ្មែរចេះគោរពគ្នានិងឲ្យតម្លៃគ្នាទៅវិញទៅមកខ្មែរយើងនឹងអាចរួមរស់ជាមួយគ្នាដោយសុខដុមរមនាយ៉ាងយូរអង្វែងផ្ទុយទៅវិញបើខ្មែរយើងនៅតែបន្តបង្កើតធ្វើឲ្យការឈឺចាប់រវាងគ្នានឹងគ្នាបន្តបង្កចំនួននិងគុំគួនសងសឹកគ្នាមិនចេះចប់ទេហើយខ្មែរទីបំផុតគឺទាំងគ្រប់ភាគីទាំងអស់នឹងទទួលរងនៅការវិនិច្ឆ័យហិនហោចព្រាត់ប្រាសទុក្ខវេទនាគ្រប់គ្នាជៀសមិនផុតឡើយដូច្នេះការលើកស្ទួយនិងគោរពសិទ្ធិសេរីភាពគឺជាកត្តាចម្បងដែលខ្មែរទាំងអស់គ្នាត្រូវផ្ដោតការតស៊ូលះបង់របស់ខ្ញុំបកណាខ្ញុំបាទប្រឈមនឹងគ្រោះថ្នាក់ជាច្រើនលើកច្រើនគ្រាមកហើយដោយមានការគំរាមកំហែងបំផិតបំភ័យចោទប្រកាន់មួលបង្កាច់ចាប់ដាក់គុកប៉ុនប៉ងសម្លាប់ផ្ដាច់អាយុជីវិតខ្ញុំជាច្រើនដងមកហើយក៏ខ្ញុំនៅតែបន្តការតស៊ូរក្សានូវគោលចំហដោយអហិង្សាដដែលដោយសារខ្ញុំយល់ឃើញថាខ្ញុំអាចគ្រោះថ្នាក់តែខ្ញុំមិនចង់ឃើញជាតិនិងប្រជាប្រដ្ឋខ្មែរគ្រោះថ្នាក់ឡើយថ្ងៃនេះខ្ញុំកម្មសុខាមានទុកថ្ងៃមុខប្រជាពលរដ្ឋខ្មែរត្រូវតែបានសុខខ្ញុំចង់ឲ្យប្រជាពលរដ្ឋខ្មែរទទួលបានសិទ្ធិនិងសុខតាមរយៈការបង្រួបរួមជាតិឯកភាពជាតិនិងអនុវត្តនូវគោលការណ៍ប្រជាធិបតេយ្យសេរីពហុបកនៅកម្ពុជាខ្ញុំនៅតែបដិញ្ញាបន្តការតស៊ូលះបង់ដើម្បីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរតទៅទៀតដោយឥតរុញរាឡើយទោះបីគេបាននិងកំពុងធ្វើទុកបុកម្នេញខ្ញុំដោយប្រើប្រាស់គ្រប់រូបភាពដោយប្រព័ន្ធស្ថាប័នជាតិជាពិសេសតុលាការក៏ដោយឧបករណ៍នយោបាយទាំងអស់នេះគឺគេធ្វើដើម្បីវាយប្រហារមកលើសិទ្ធិនយោបាយរបស់ខ្ញុំក្នុងគោលបំណងបញ្ចប់ជីវិតនយោបាយរបស់ខ្ញុំខ្ញុំជឿថាសាធារណមតិជាតិនិងអន្តរជាតិជ្រាបហើយថាការប្រើប្រាស់ប្រព័ន្ធតុលាការវាយប្រហារមកលើរូបខ្ញុំដែលជាប្រធានស្ដីទីគណៈបកសង្គ្រោះជាតិដែលជាគណៈបកគូប្រកួតដ៏ធំជាងគេជាមួយនឹងគណៈបកកណ្ដាលអំណាចបច្ចុប្បន្នមិនអាច
មិនឲ្យចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខនេះនឹងធ្វើឲ្យការបោះឆ្នោតនោះមិនមានលក្ខណៈត្រឹមត្រូវអាចទទួលយកបានឡើយការប្រោះប្រាស់ប្រព័ន្ធតុលាការវាយប្រហារប្រឆាំងមកលើសិទ្ធិនយោបាយសិទ្ធិបោះឆ្នោតរបស់ខ្ញុំនេះមិនមែនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ភាពត្រឹមត្រូវនៃការបោះឆ្នោតប៉ុណ្ណោះទេលើសពីនេះទៅទៀតគឺជាការវាយប្រហារទៅលើលទ្ធិប្រជាធិបតេយ្យសេរីភូប៉ាដែលធានាដោយរដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជាការវាយប្រហារទៅលើការបោះឆ្នោតដោយសេរីត្រឹមត្រូវនឹងយុត្តិធម៌ការវាយប្រហារទៅលើលទ្ធិប្រជាធិបតេយ្យការវាយប្រហារទៅលើរដ្ឋធម្មនុញ្ញគឺជាការវាយប្រហារទៅលើស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស23ដុល្លារ91មានន័យថាគេចង់ឲ្យកម្ពុជាវិលទៅរករបបផ្ដាច់ការដូចខាងដើមវិញខ្ញុំបកណាខ្ញុំនៅតែមានឆន្ទៈចង់ឲ្យមានដំណោះស្រាយនយោបាយដោយសន្តិវិធីដើម្បីសិទ្ធិសេរីភាពនិងសេចក្តីសុខចម្រើនរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់ដរាបណាប្រជាពលរដ្ឋខ្មែរមិនទាន់បានទទួលនូវសិទ្ធិសេរីភាពនិងសេចក្តីសុខចម្រើននោះទេខ្ញុំកម្មសខានៅតែបន្តការតស៊ូជាមួយបងប្អូនជនរួមជាតិតទៅទៀតដោយអត់ងាករេជាដាច់ខាតជយោប្រជាពលរដ្ឋខ្មែរដងអាចក្លាហានជយោប្រជាណាចក្រកម្ពុជាជយោលទ្ធិប្រជាធិបតេយ្យជយោគណបកសង្គ្រោះជាតិខ្ញុំបកណាខ្ញុំសូមអរព្រគុណសូមអរគុណសូមបងប្អូនមេត្តា